ba số đây bên bọn xã xã được xã tạo cái tí sẽ là nhà rộp án ngày nít nhầm lực dọc nơi lùm hạt đọc sài sâm cá rồi bỏ hành cùng export đồng xe sẽ mà đạp bọn bọn thằng tì làm mũi ba vô mà chạy rùm lấy đạp bọn bọn tầng ngọc này tóc chân tạm đàn tầng ngọc này ta cả đọc sàiอย่างนั้นก็สมbọn bọn tầng ngọc này đi đi tạmนั้นตัวสนาbaสมัยการกลุ่มExpo ดองแซ่របស់យើងថ្ងៃនេះគឺយើងមាន1លើ5ស្វ័យគុណ4ដល់ x ស្មើ625ដើម្បីដោះស្រាយសមីការនៃអានុគម Expo ដងแซ่គឺយើងត្រូវតែបំលែងគោលរបស់វាឲ្យដូចគ្នាណាគោលនៃអង្គទាំងពីររបស់វានឹងឲ្យដូចគ្នាគឺបើសិនជាយើងមាន a ស្វ័យគុណ x ស្មើនឹង a ស្វ័យគុណ y កណាគោលដូចគ្នាចឹងហើយគឺយើងទាញថា x ស្មើនឹង y ណា x ស្មើនឹង y បាទចឹងកណាគោលដូចគ្នាចឹងហើយគឺយើងទាញបាន x ស្មើនឹង y x ស្មើនឹង y បាទនេះគឺជាការដោះស្រាយសមីការ exponential ជាមួយគ្នានេះដែរយើងមាន1លើ5សេគុណ4ដល់ x ស្មើ625ក៏យើងត្រូវបំលែងគោលវាឲ្យដូចគ្នាដែរមែនទេបាទសួរថា1លើ5ហើយនឹង625តើយើងបំលែងទៅរកគោលប៉ុន្មានដើម្បីឲ្យគោលនឹងដូចគ្នាបាទគឺយើងត្រូវបំលែងវាទៅរកគោល5ណាបាទគោល5យើងនឹងថា1លើ5បើយើងបំលែងទៅរកគោល5យើងអាចសេថាស្មើនឹង5ស្វ័យគុណដក1ណារុញ5ឡើងលើទៅបានសេគុណដក1រួចហើយយើងលើកវាជាសេគុណ4ដក x ចំណែកឯ625នេះគឺយើងបំលែងទៅរកគោល5ដែរយើងអាចសរសេរថាស្មើនឹង5ស្វ័យគុណ4មានន័យថា5គុណនឹង5ចំនួន4ដងនោះវាចេញ625ហើយបាទបន្តមកទៀត5សេគុណដក1លើកជាសេគុណ4ដក x នេះបាទលើកជាសេគុណ4ដក x នេះយើងអាចសរសេរដោយអានេះវាជាទម្រង់ស្វ័យគុណនៃសេគុណអញ្ចឹងយើងគុណដក1ឡើងទៅលើមកណាគុណដក1ឡើងទៅលើមកបាទយើងអនុវត្តវាតាមរូបមន្ត a សេគុណ m យើងលើកវាជាសេគុណ n អញ្ចឹងស្មើនឹង a សេគុណ m គុណនឹង n ឃើញទេបាទអញ្ចឹងស្វ័យគុណនៃស្វ័យគុណអញ្ចឹងយើងអាចសេថាស្មើនឹង5ដក1គុណ4បានដក4ដក1គុណនឹងដក x បានបូក x ស្មើនឹង5សេគុណ4តោះណាបាទអញ្ចឹងយល់ហើយណាដក1គុណនឹង4បានដក4ដក1គុណនឹងដក x បានបូក x នេះយើងបានគោលវាដូចគ្នាហើយបាទយើងបានគោលវាដូចគ្នាហើយនេះហេអញ្ចឹងកាលណាគោលដូចគ្នាហើយគឺយើងទាញនិទសនវាស្មើគ្នាបាទយើងទាញនិទសនស្មើគ្នាអញ្ចឹងយើងអាចសេថាដក4បូក x ស្មើនឹង4តោះដក4បូក x ស្មើនឹង4អញ្ចឹងយើងទាញរក x មកដោយយើងបោះដក4នេះមកអង្គទី2អញ្ចឹងអង្គទី2យើងមាន4នៅដដែលបោះដក4មកបានបូក4បាទអញ្ចឹងដក4បូក4ស្មើនឹង8តោះអញ្ចឹងបាទអញ្ចឹងដូចនេះ
ដូចនេះ x យើងស្មើនឹង8បាទនេះគឺជាចំឡើយរបស់សមីការ exponential របស់យើងអរគុណសម្រាប់ការតាមដានទស្សនាជូនពរសុខភាពល្អជោគជ័យនៅក្នុងការសិក្សាទាំងអស់គ្នាសូមជម្រាបលា